ជំរាបសួរពុកម៉ែបងប្អូនអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបចូលទៅបើកដើម្បីប្រើកម្មវិធី Microsoft Word ហើយក្នុងការចូលទៅបើកកម្មវិធី Microsoft Word យើងអាចចូលបាន3របៀបយើងអាចសរុបរួមទៅវាអាចច្រើនរបៀបបើយើងនិយាយថានេះវាអាច3របៀបធំឬក៏4របៀបតាមរយៈដែលយើងមានតម្រូវការដែលយើងត្រូវចង់បើកយក Microsoft Word មកប្រើប្រាស់ពីក្នុងកុំព្យូទ័រហើយរបៀបទី1ខ្ញុំនឹងធ្វើការបង្ហាញពីរបៀបទី1ដែលជាទូទៅតែងតែបងប្អូនអ្នកសិក្សាយើងគាត់យកមកប្រើបើកយកមកប្រើក្នុងករណីដែលកម្មវិធី Office ដែលយើងអត់បានសិនមកចូលក្នុង monitor យើងនេះមកលើអេក្រង់យើងនេះទេយើងអត់ឃើញមានទេអត់ឃើញមាន Microsoft Word Microsoft Excel ទេនៅលើនេះហើយក៏ដូចគ្នាដែរMicrosoft Access PowerPoint ក៏អត់បានសិនមកអញ្ចឹងករណីទី1ដែលយើងចូលទៅបើកនេះគឺយើងចូលទៅតាមstart នេះបាទ start នេះយើងចូលទៅកាន់ start ព្រោះហើយយើងស្វែងរកពាក្យថា Microsoft Word អញ្ចឹងមកប៉ុន្តែនេះដោយឡែកខាងដោយសារខ្ញុំធ្លាប់ប្រើប្រាស់កម្មវិធីនេះអញ្ចឹងកម្មវិធីវានឹង store នៅលើនេះអញ្ចឹងប៉ុន្តែបើសិនករណីដែលអត់មានក្នុងនេះទេបងប្អូនចូលមករកខាងក្រោមឃើញមាននេះគឺជា Microsoft Word អញ្ចឹងបងប្អូនคลิกលើពាក្យហ្នឹងទៅคลิกលើពាក្យ Word ហ្នឹងទៅវានឹង load មកឲ្យបាទនេះគឺជាវិធីទី1ដែលយើងអាចចូលមកបើកបានហើយនៅក្នុងនេះមានWord មាន Home មាន New មាន Open អញ្ចឹងមកហើយកន្លែងនេះមាន New Blank អញ្ចឹងទៅហើយយើងចូលមកដំបូងក្នុងនេះមានឯកសារស្រាប់មួយចំនួនដែលសិស្សរបស់ខ្ញុំគាត់បានចូលមកប្រើហើយគាត់អាចបាន save ទៅក្នុង 3D ដែលគាត់ save នៅក្នុង document អញ្ចឹងមានឯកសារនៅក្នុងនោះអញ្ចឹងប៉ុន្តែបើយើងករណីដែលយើងចូលថ្មីយើងគ្រាន់តែคลิกលើពាក្យ new នោះវានឹងចេញ blank នេះយើងអាចជ្រើសរើសយក blank ហើយនៅក្រោម blank នេះមានទម្រង់ដែលមានស្រាប់ដែលយើងចង់ជ្រើសរើសនេះtemplate នេះនៅក្នុង template នេះគឺយើងអាចជ្រើសរើសទៅតាមទម្រង់ដែលមានស្រាប់បានយើងអាចនេះដូចមានពាក្យអី Metro Report អញ្ចឹងទៅមានbanner calendar អញ្ចឹងទៅយើងអាចចូលមកជ្រើសរើសបានប៉ុន្តែជាទូទៅក្នុងករណីដែលយើងធ្វើយើងច្រើនជ្រើសរើសយក blank document ដោយសារយើងធ្វើការងាររបស់យើងទៅតាមតម្រូវការដែលយើងត្រូវការអញ្ចឹងយើងអាចចូលមកក្នុងនេះហើយសម្រាប់មួយទៀតគឺនៅក្នុង open នេះគឺយើងអាចពេលយើងចូលមកក្នុង open នេះយើងអាចបើកកម្មវិធីពី browser នេះក៏បានហើយនៅខាងក្នុងនេះមាន document ដែលយើងបាន save នៅក្នុងនេះគឺជា document ដែល save នៅក្នុង Word នឹងតតែម្ដងហើយក្នុងករណីបើយើងចង់បើកនៅ browser យើងបើកនៅកម្មវិធីចេញពី Drive ឲ្យផ្សេងយើងចូល browser មកនោះវានឹងបង្ហាញនៅក្នុងនេះមាននេះដូចសិស្សរបស់ខ្ញុំគាត់បាន save ទុកក្នុងនឹងអញ្ចឹងហ្នឹងហើយខ្ញុំអត់បរិយាយវិញឆ្ងាយទេខ្ញុំគ្រាន់តែមកប្រាប់ត្រួសសិនហើយខាងលើ home នេះក៏មាន blank ដែរយើងអាចយក blank នេះ new blank នេះក៏បានដែរយើងអាចនេះតែឥឡូវខ្ញុំសូមបើកចូលក្នុង new ព្រោះហើយយក blank document នោះ Word របស់យើងនឹងបង្ហាញ
ហើយតបទៀតនេះគឺជាកន្លែងការងារដែលយើងធ្វើការហើយអានេះគឺជាមុខងាររបស់កម្មវិធី Word ដែលយើងត្រូវប្រើមុខងារហើយការងារទាំងអស់នេះខ្ញុំនឹងលម្អិតនៅពេលក្រោយទៀតបង្ហាញថាណាជា toolbar ណាជាស្អីហ្នឹងខ្ញុំនឹងបង្ហាញនៅពេលក្រោយទៀតឥឡូវយើងចូលមកបិទកម្មវិធី Word យើងទៅវិញយើងគ្រាន់តែខ្វែងកន្លែងនេះមកឬក៏យើងអាចចូលនៅក្នុង file យកពាក្យ close នេះក៏បានដែរអញ្ចឹងយើងខ្វែងចាញ់មកហើយបន្តមកទៀតនេះជារបៀបទី1ហើយរបៀបទី2របស់យើងគឺយើងបើអត់មាននៅក្នុងនឹងទេយើងចូលក្នុងនេះចូលក្នុងកន្លែង search នេះយើងបញ្ចូលពាក្យថា Word ពេលយើងបញ្ចូលពាក្យថា Word នោះទាំង Word របស់យើងវាលោតមកត្រង់កន្លែងនេះឬកន្លែងនេះអញ្ចឹងយើងគ្រាន់តែคลิกទៅវានឹងចេញ Word របស់យើងហើយយើងជ្រើសរើសទៅតាមហ្នឹងទៅយក blank new ចឹងមកដូចមុនចឹងទៅតែនេះខ្ញុំអត់បានបញ្ចូលទៅទៀតទេគ្រាន់តែបង្ហាញតិចទេហើយបន្ទាប់មកទៀតជំហានទី3វិធីទី3ដែលយើងអាចចូលប្រើបានវិធីទី3ដែលយើងអាចចូលប្រើបានគឺក្នុងករណីនៅក្នុងនេះអត់មានដូចគ្នាអញ្ចឹងវិធីទី3គឺយើងคลิกលើ desktop របស់យើងคลิกមកស្ដាំលើ desktop របស់យើងคลิกហើយយើងយកពាក្យថា new យកពាក្យ new នោះវានឹងបង្ហាញផ្ទាំងមាន Microsoft Access Microsoft Word មកអញ្ចឹងមកហូហែមកអញ្ចឹងយើងអាចចូលទៅបានហើយកម្មវិធីនេះយើងបើក direct តែម្ដងគឺយើងចូលមកកន្លែង Microsoft Word document នេះយើងចូលមកនោះវានឹងវា load file របស់យើងនៅក្នុងនេះនៅក្នុង Microsoft នៅក្នុង desktop របស់យើងនេះរួចហើយយើងកន្លែងនេះវា rename ឲ្យយើងហើយយើងគ្រាន់តែដាក់ឈ្មោះទៅដាក់ឈ្មោះឲ្យfile របស់យើងនោះឯកសាររបស់យើងហ្នឹងទៅឧទាហរណ៍ថាខ្ញុំដាក់ថាសុភាអញ្ចឹងទៅរបស់ខ្ញុំរួចហើយវានឹងបាន file មួយនៅលើdesktop របស់យើងហើយយើងចង់បើកវាយកមកប្រើយើងคลิกវា2ដងdouble click ទៅនោះវានឹងចេញកម្មវិធី Word មកឲ្យយើងប្រើតែម្ដងងាយស្រួលហើយយើងបើកវិធីនេះងាយស្រួលបើកវិធីទី3នេះគឺវាងាយស្រួលគឺធ្វើឲ្យយើងបាន save ទុកតែម្ដងយើងគ្រាន់តែ rename ឈ្មោះទៅមានឈ្មោះស្រេចតែម្ដងហ្នឹងហើយងាយស្រួលយើងអាចធ្វើទៅពេលយើងធ្វើកិច្ចការចប់យើងចូល save នៅក្នុងនេះមាន save មានអីចឹងទៅឥឡូវយើងខ្វែងមកហើយបន្ទាប់មកទៀតខ្ញុំលុបមួយសិននេះខ្ញុំប្រត់ធ្វើបង្ហាញទេហើយបន្ទាប់មកទៀតវិធីផ្សេងទៀតគឺយើងអាចមើលក្នុងករណីថាបើសិនជាខាងprogramming គាត់រៀបឯកសាររៀបfile យើងនៅលើ desktop មានន័យថាគាត់ send file Word file Excel file Access file document អីមកដាក់នៅលើផ្ទាំងdesktop នេះយើងងាយស្រួលយើងគ្រាន់តែកលេចមើលរោមើលតាមនឹងអញ្ចឹងទៅឃើញយើង click double click លើទៅបើថា Word នេះយើង double click លើពាក្យថា Word ហ្នឹងទៅវានឹងបង្ហាញផ្ទាំងដូចគ្នាទៅនឹងរបៀបបើកទី2ហ្នឹងហើយរបៀបបើកទី2ឬក៏ទី1ហ្នឹងហើយចឹងយើងត្រូវរើ new មកហើយយើងចុច blank ហ្នឹងទៅវានឹងចេញទៅទំព័រការងារដែលយើងធ្វើបានចំណែកឯវិធីផ្សេងទៀតមានវិធីផ្សេងទៀតច្រើនណាស់ដែលយើងអាចបើកកម្មវិធី Word នឹងមកប្រើបានប៉ុន្តែខ្ញុំជម្រាបតែ4ហ្នឹងទេហ្នឹងហើយដោយសារដោយឡែកវាកម្មវិធី3ហ្នឹងគឺជាកម្មវិធីដែលយើងអត់អាចបើកតាមវិធីណាទេបើសិនតែយើងអត់ឃើញអាហ្នឹងណាអញ្ចឹងមានវិធី3តែដោយឡែកនៅក្នុង try នៅក្នុង try D យើង try C try អីផ្សេងយើងអាចបើកបានបើក Word នឹងយកប្រើបានទាំងអស់ហ្នឹងហើយអញ្ចឹងដោយសារពេលវេលាមានកំណត់ហើយវាកាលណាយើងរៀនច្រើនខ្លាច
បងប្អូនអ្នកសិក្សាយើងគាត់ចាប់អត់បានអញ្ចឹងខ្ញុំក៏សូមបញ្ចប់វីដេអូត្រឹមនេះហើយសូមអរគុណនិងសូមជម្រាបលា